ខ្ញុំធ្លាប់ស្គាល់គ្នាច្រើនដងដែរហើយគាត់ថាខ្ញុំមករហូតញាត់មកឯងដល់ពេលខ្ញុំចេះរវល់ចុះដល់ពេលហៅមកវាយមើលលេងគាត់ឲ្យគ្នាគាត់3 4នាក់លេងចូលមកក្នុងបន្ទប់ខ្ញុំទាំងអស់ហ្មងពួកអីពួកគាត់ស្អីតែម្នាក់ឯងទេពួកគាត់មានសង្សាររៀងខ្លួនប៉ុន្តែម្នាក់វាយខ្ញុំហ្នឹងខ្ញុំមិនដែរស្គាល់វាទេម្នាក់ឯងមានធំហ្នឹងឯងនេះខ្ញុំមិនដែរស្គាល់វាទេចាអញ្ចឹងគាត់ហៅអូនឯងមកហ្នឹងតាំងពីម៉ោងប៉ុន្មានខ្ញុំមកដល់ម៉ោង7ចូល10ហើយដល់យើងទទួលបានប្រភពព័ត៌មានពីបងស្រីបាទដែលជាសម័យខ្លួនហ្នឹងគឺគាត់បានផ្ដល់មកខាងយើងខ្ញុំថាមុនពេលកើតហេតុបាទជនជាតិកូរ៉េមួយក្រុមបានធ្វើការណាត់មកបាទនៅខុនដូមួយកន្លែងបាទណាត់គាត់មកខុនដូមួយកន្លែងហ្នឹងប៉ុន្តែយើងមិនទាន់ដឹងនៅឡើយទេថាណាត់ហ្នឹងគឺណាត់មកដើម្បីអ្វីហើយបងស្រីខាងលើហ្នឹងគឺគាត់បានមកនឹងខុនដូមួយកន្លែងបាទហើយក៏បាទមកដល់ហ្នឹងគឺមានជនជាតិកូរ៉េបាទដែលមានគ្នាមួយក្រុម3ទៅ4នាក់ហ្នឹងបាទធ្វើការប្រខិតប្រខំឲ្យបងស្រីខាងលើហ្នឹងគឺលេងថ្នាំបាទប្រិមិត្តលេងថ្នាំកវីថ្នាំអីចឹងប្រិមិត្តនេះជាការបញ្ជាក់របស់បងស្រីផ្ទាល់តែម្ដងហើយបាទក៏បខំឲ្យគាត់លេងថ្នាំប៉ុន្តែបងស្រីហ្នឹងគឺគាត់ថាគាត់អត់ចេះលេងទេបាទគាត់អត់ចង់លេងទេគាត់ប្រកែកជាដាច់ខាតតែម្ដងហើយបាទបន្ទាប់ពីប្រខិតប្រខំឲ្យលេងថ្នាំហ្នឹងក៏មានបាទបុរសក្នុងចំណោមគ្នាមួយក្រុមហ្នឹងគឺមានម្នាក់បាទបខំឲ្យបងស្រីខាងលើហ្នឹងគឺគេងជាមួយគាត់បាទប្រិមិត្តហើយដល់បងស្រីហ្នឹងគឺគាត់ធ្វើការប្រកែកបាទគាត់មិនគេងជាមួយនោះទេគាត់ធ្វើបានខ្ញុំហ្មងធ្វើដល់ឆ្នាំខែឡើងពេញហ្នឹងហើយបាទអញ្ចឹងពីមុនមិនឯងដែរស្គាល់គាត់អត់យោខ្ញុំធ្លាប់ស្គាល់គ្នាច្រើនដងដែរហើយគាត់ថាខ្ញុំមករហូតញាត់មកឯងដល់ពេលខ្ញុំចេះរវល់ចុះដល់ពេលហៅមកវាយមើលលេងគាត់ឲ្យគ្នាគាត់3 4នាក់លេងចូលមកក្នុងបន្ទប់ខ្ញុំទាំងអស់ហ្មងពួកអីពួកគាត់ស្អីតែម្នាក់ឯងទេពួកគាត់មានសង្សាររៀងខ្លួនប៉ុន្តែម្នាក់វាយខ្ញុំហ្នឹងខ្ញុំមិនដែរស្គាល់វាទេបាទម្នាក់ឯងមានធំហ្នឹងឯងនេះខ្ញុំមិនដែរស្គាល់វាទេចាអញ្ចឹងគាត់ហៅអូនឯងមកហ្នឹងតាំងពីម៉ោងប៉ុន្មានខ្ញុំមកដល់ម៉ោង7ចូល10ហើយបាទនៅពេលហ្នឹងគាត់តាក់ទងហៅអូនឯងមកហ្នឹងគាត់ហៅប្រាប់អូនឯងថាយ៉ាងម៉េចខ្លះនៅពេលហ្នឹងគាត់ថាហៅមកប៉ុន្តែថ្ងៃហ្នឹងពួកម៉ាក់គាត់លេងបន្ទប់ដែរប៉ុន្តែអ្នកដែរហ្នឹងគ្នាគាត់នៅដែរហ្នឹងគ្នាគាត់ម៉ាក់អ្នកហ្នឹងខ្ញុំស្គាល់គ្នាគាត់ច្រើនហើយគាត់អត់ដែលមានបញ្ហាមួយខ្ញុំទេហើយពួកគាត់ល្អទេដំបូងតែម្នាក់ដែលខោទឹកក្រូចហ្នឹងមកដល់គាត់មកញ៉ៃយើងហើយគាត់ក៏បិទទ្វារគាត់ដេញឲ្យទៅក្រៅដែរស្រាប់ទៅខ្ញុំទៅបន្ទប់ទឹកគាត់តាមខ្ញុំទៅដែរបាទហើយគាត់យកព្រួយសង្សារខ្ញុំគាត់ដឹងដែរថាខ្ញុំអត់ចេះលេងថ្នាំទេគាត់ដឹងតាំងពីថាខ្ញុំអត់ចេះទេព្រោះខ្ញុំថាបើតាក់តងខ្ញុំម្នាក់ចេះលេងហ្នឹងខ្ញុំអត់ចេះទេតាក់តងបានតាក់តងអត់បានគឺអត់បាទហើយបុរសដែលវាយអូនឯងហ្នឹងគឺមិនជាសង្សារអូនឯងទេចឹងម៉ែនេះឲ្យខ្ញុំអត់ដែរស្គាល់គាត់ទេបាទខ្ញុំដើរលេងមួយពួកគាត់ច្រើនដងដែរអត់ដែរឃើញម្នាក់ហ្នឹងឯងចុះមិនមូលហេតុគាត់វាយអូនគាត់ហៅខ្ញុំទៅដេកនៅជាមួយគាត់ចូលទៅដេកក្នុងបន្ទប់ខ្ញុំហ្មងខ្ញុំចូលបន្ទប់ទឹកគាត់ដើរចូលតាមហើយគាត់ខឹងខ្ញុំហៅខ្ញុំលេងខេហ្នឹងខ្ញុំអត់លេងមួយគាត់គាត់យកអាស័យអាវ៉េបអាដងពណ៌រៀងខ្មៅគាត់ថាលេងទៅហត់ហើយធ្វើចេះខ្ញុំថាអត់ទេជនជាតិអីគេវិញជនជាតិកូរ៉េណាមានប្រមាណអ្នកនៅលើទាំងអស់មានប្រមាណគូ4នាក់បាទព្រោះដងគាត់យកសង្សារគាត់មកគ្រប់គ្នាថ្ងៃហ្នឹងគាត់យកមកខ្ញុំអត់ដឹងដែរបាទអញ្ចឹងឡើងទៅមិញគឺស្រីមានតែដៃម្នាក់ទេអញ្ចឹងហ្នឹងហើយម្នាក់ទៀតមកដែរតែគេខឹងវាយខ្ញុំហើយគេរត់ទៅបាត់បាទអញ្ចឹងខុនដូអូនឯងមាននៅនេះទេគឺគាត់នៅដែរផ្ទះខ្ញុំនៅកន្លែងផ្សេងទេនៅកន្លែងផ្សេងទេប៉ុន្តែគាត់ហៅអូនឯងឲ្យមកញ៉ាំអីជុំគ្នាហ្នឹងឬក៏មិនហ្នឹងហើយបាទប្រាប់អត់ញ៉ាំអីជុំគ្នាបាយជាហៅមកលេងថ្នាំហ្នឹងហៅមកលេងថ្នាំនេះមានទៀតមានហូបខ្ញុំមានហូបហើយមុនហ្នឹងគាត់សាទៅលេងថ្នាំអញ្ចឹងគាត់ថាមកខ្ញុំថាអត់ទៅទេព្រោះអីខ្ញុំអត់ចេះលេងបាទព្រោះគាត់តាក់តងគ្នាពួកខ្ញុំក៏បាននិយាយគ្នាច្បាស់ដែរថាតាក់តងខ្ញុំបានមិនបានគឺអត់ព្រោះខ្ញុំអត់ចេះលេងទេបាទហើយឯងស្គាល់គាត់ប្រហែលឆ្នាំមកពួកគាត់អត់ទេពួកខ្ញុំទៅស្គាល់គ្នាបានមួយរយៈខ្លីដែរទេមិនយូរទេបាទនៅពេលឯងស្គាល់គាត់គឺស្គាល់តាមរយៈគេនៅពេលហ្នឹងដើរលេងដល់អីហ្នឹងណាឆ្នាំណាកវីនេះហើយគាត់ឃើញខ្ញុំហៅប៉ូលីមកនេះខេបាទនេះគាត់ឃើញខ្ញុំហៅប៉ូលីមកគាត់យកទៅចតឲ្យអាត់ប្រកូននឹងចុចអត់ទៅថ្ងៃមើលបាទចូលប្រកូនហ្មងចានប្រកូនហ្មងហ្នឹងហើយចុចយកទៅហើយមិញអូនឯងធ្វើម៉េចបន្ថតបានខ្ញុំដើរចូលទៅបន្ទប់ទឹកទៅនំបាទឃើញកញ្ចប់នៅហ្នឹងទៅហើយមិញគាត់ធ្វើសកម្មភាពវាយអូនយ៉ាងម៉េចទៅដល់គាត់ថាគាត់ហៅចូលមកបន្ទប់មិនអត់ចូលមកហើយខ្ញុំអត់ចូលមកហើយក៏ជេរខ្ញុំថាក
គាត់ជេរម៉ែខ្ញុំយកជេរម៉ែខ្ញុំ ហ្នឹង ហ្នឹងហើយតែពេលហើយខ្ញុំក៏តមាត់ដែរខ្ញុំញាត់មាត់ខ្ញុំនៅស្ងៀមហើយគាត់ថាគាត់ដើរមកដូចផ្ទះក្បាលខ្ញុំយកផ្ទះយក ផ្ទះយកហ្មង ប្រហែលដៃដែរ 3 ដៃហើយបានគ្នាគាត់មកអាបោះខ្ញុំមក បាទ បោះខ្ញុំមកទៅឃើញវាឃើញបាក់ខ្ញុំដៃវាថានៅស្ងៀមសិនវាឃើញខ្ញុំទេហៅវាថាទេហៅណាគេទីទេហៅប៉ូលីសទេហៅប៉ូលីសហីខ្ញុំថាហ្នឹងហើយខ្ញុំទេហៅបងប្អូនខ្ញុំហើយទេហៅប៉ូលីសមក បាទ ហើយទៅខ្ញុំក៏កិច្ចទៅក្នុងបន្ទប់ហើយគាត់តាមតវាយខ្ញុំក្នុងបន្ទប់ទៀតណា តាមវាយដល់ក្នុងទុកហ្មង ហ្នឹងហើយគាត់វាយទ្វារនឹងឡងបែក វាយធ្វើឡៃណាខ្លះ វាយត្រូវក្បាលបង អូនអាចជួយបញ្ជាក់បាននេះគឺចន់ដែលគាត់ហៅអូនទៅមិញគឺចន់ទីប្រហែល នេះ 10G 10G ណាបន្ទប់លេខប៉ុន្មាន 10G 10G ណាបន្ទប់មានលេខបន្ទប់ហ៎ នេះ អូនេះ 10G បាទ ជី បាទអញ្ចឹងចូលទៅក្នុងទាំងអស់គឺមានតែស្រីអនឯងតែម្នាក់ទេក្រៅពីហ្នឹងគឺប្រុសទាំងអស់ រត់ដងពួកគាត់ហៅសងសាគាត់មក គាត់ដងមានសង្សារមានអីរៀងខ្លួនបាទប៉ុន្តែដងនេះគឺមានតែអូនឯងតែម្នាក់ទេស្រី ហើយគាត់ហៅខ្ញុំរងថ្ងៃជាប់គ្នាប៉ុន្តែខ្ញុំអត់មកដឹងមិនដូចមួយរយៈហ្នឹងខ្ញុំអត់សូវបានមកជួបគាត់ដូចខ្វៀងគ្នាមកទេ បាទត្រឡប់មកក្រោយតិចមិញហ្នឹងគាត់បឋមអូនឯងយ៉ាងម៉េចខ្លះដែរនៅលើហ្នឹងមិញ គាត់ម្នាក់អាវតកូនហ្នឹងគាត់ចង់ខ្ញុំដេកជាមួយគាត់ អូដល់ហើយអត់អាចព្រម ចា អត់ព្រមអីថាបឋមឲ្យលេងថ្នាំលេងអីមិនទេហ្នឹងមិញ ហ្នឹងហើយគាត់បខំខ្ញុំលេងថ្នាំហើយមិញគេមកចរចាមួយខ្ញុំដែរគេថាគេខ្សែគេធំណាស់គេឲ្យខ្ញុំយកលុយតែខ្ញុំអត់ព្រមខ្ញុំចង់ឲ្យគាត់ទៅធ្វើกระดาษស្នាម បាទ ហើយគាត់គម្រាមខ្ញុំថាគាត់នឹងទៅកន្លែងធ្វើការខ្ញុំហ្នឹងឲ្យគេប្រជុំខ្ញុំ អូ ហើយគាត់ថាស្គាល់គេណាគេអត់គេមានខ្សែគេធំហើយគេថារៀបថាខ្ញុំយកប្រព័ន្ធបញ្ចូលថ្មអញ្ចឹងណា មកចូលថ្មទៀត ឥឡូវជាបន្តទៀតអូននឹងធ្វើការដាក់ពាក្យបណ្ដឹងទៅអត់ហើយអូនមានអីសំណុំពរទៅកាន់ថ្នាក់ដឹកនាំរបស់យើងដើម្បីឲ្យលោកគាត់ធ្វើការស្រាវជ្រាវដូចជាមានការខាត់ខ្លួនទៅកាន់បរិះខាងលើ ហ្នឹងហើយខ្ញុំចង់ឲ្យគាត់ខាត់ខ្លួនហើយហៅពួកគាត់មកដោះស្រាយតាមច្បាប់ បាទ បើខ្ញុំចេះយកលុយគាត់ខ្ញុំដោះស្រាយនៅលើយកតាំងពីដំបូងគាត់សួរខ្ញុំយកតាំងពីដំបូងតែខ្ញុំអត់ព្រមខ្ញុំចង់ឲ្យម្នាក់ប្រុសហ្នឹងតែគាត់លើកដៃវាយយើងមនុស្សស្រីណា បាទ គាត់ខ្ញុំចង់ឲ្យគាត់ហ្នឹងមកធ្វើกระดาษកិច្ចសន្យាព្រោះអីខ្ញុំអត់មានសុខភាពខ្លួនឯងដែរខ្ញុំខ្លាចគាត់ ចុះមិញបានអូនឯងអាចចូលមកខាងក្រោមបាន អត់ទេខ្ញុំបងគាត់នៅយាមខ្ញុំបងសន្សុខ បានបងសន្សុខគាត់ជួយដែរណា ចាគាត់នៅយាមដោយសារគាត់នៅក្រុមគេដែរ បាទ គាត់នៅយាមពេលគេធ្វើបាបយើងឯហ្នឹងគាត់នៅហ្នឹងទៅបោះបាញ់យើងឯចេញក្រៅឯគាត់នៅហ្នឹង បាទឥឡូវសមត្ថកិច្ចគាត់មកហើយណា បាត់កិច្ចមក បាទគាត់នៅគាត់សមត្ថកិច្ចគាត់មកដល់យូរហើយគាត់គាត់មកដល់យូរហើយណៃតាក់ទងគាត់មកដល់យូរហើយបើតែគាត់ចាំណៃចុះមកបាទឥឡូវណៃសហការមួយសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចគាត់ធ្វើការតាមជំនាញបាទ បាទប្រិយមិត្តទស្សនិកជន លើកឡើងពីបង ឥឡូវនេះបាទសមត្ថកិច្ចលោកបានចោះមកដល់នឹងទីតាំងកន្លែងកើតហេតុហើយបាទធ្វើការបាទសាកសួរទៅនារី បន្ទប់ បាទដែលគាត់បានអះអាងថាបាទមានបាទបរោះ3ទៅ4នាក់បាទជាជនជាតិកូរ៉េបាទប្រិមិត្តដោយគាត់បានបញ្ជាក់ថាមានបរោះដែលជាជនជាតិកូរ៉េម្នាក់ហ្នឹងគឺគាត់នឹងចង់កេងបាទចង់កេងជាមួយបងស្រីខាងលើបាទប្រិមិត្តហើយយើងមិនដឹងថាយ៉ាងម៉េចទេក៏បរោះខាងលើនឹងធ្វើការវាយបាទប្រើប្រាស់អំពើហិង្សាទៅលើបងស្រីបាទដោយវាយក្បាលគាត់ចំនួន3ដៃនេះបើតាមការបញ្ជាក់របស់បងស្រីណាបាទប្រិមិត្តបន្ទាប់ពីមានហេតុការណ៍នឹងបានកើតឡើងនឹងបរោះដែលជាជនជាតិកូរ៉េនឹងបាទធ្វើការឲ្យលុយបាទឲ្យលុយទៅបងស្រីប៉ុន្តែបងស្រីគឺគាត់អត់យកទេបាទប្រិមិត្តហើយបន្ទាប់ពីមានរឿងនឹងកើតឡើងនឹងគាត់ក៏ធ្វើការចោះបាទពីលើខុនដូខាងលើហ្នឹងបាទក៏ចោះមកខាងក្រោមហ្នឹងក៏បានផ្ដល់នៅបទសម្ភាសមកខាងយើងខ្ញុំដែលជាអ្នកសារព័ត៌មានបាទប្រិមិត្តហើយឥឡូវនេះបាទសមត្ថកិច្ចធ្វើការនាំបាទបងស្រីហ្នឹងធ្វើការទៅសាកសួរហើយជុំវិញករណីខាងលើនេះបាទប្រិមិត្ត លុយខ្ញុំទៀតតែខ្ញុំអត់យកខ្ញុំអត់និយាយរឿងលុយហ្មងគឺខ្ញុំថាគាត់បរទេសឲ្យគាត់មកលើកដៃវាយយើង បាទឥឡូវតាមសមត្ថកិច្ច បាទឥឡូវបាទសមត្ថកិច្ចធ្វើការបាទនាំបងស្រីខាងលើហ្នឹងគឺបាទយកទៅសាកសួរបាទជុំវិញករណីខាងលើនេះបាទដោយមុននេះគាត់បានបញ្ជាក់ថាបាទមុនពេលកើតហេតុហ្នឹងមានបរិះជាជនជាតិកូរ៉េបាទមួយក្រុមបាទគ្នា3ទៅ4នាក់បានធ្វើការណាត់ជួបបាទហៅគាត់មកនឹងខុនដូមួយកន្លែងហើយក៏បាទបងស្រីហ្នឹងគឺគាត់បានមកដល់នឹងទីតាំងបាទខុនដូមួយកន្លែងហ្នឹងក៏បាទជនជាតិ
បាទបរទេសដែលជាជនជាតិកូរ៉េមួយក្រុមហ្នឹងបាទធ្វើការប្រខិតប្រខំគាត់ឲ្យគាត់ហ្នឹងគឺលេងថ្នាំបាទប្រិមិត្តនេះបើតាមការបញ្ជាក់របស់គាត់ទេណាបាទនាំប្រខិតប្រខំឲ្យគាត់លេងហើយតង់គេងជាមួយនឹងគាត់ទៀតបាទប្រិមិត្តបងស្រីខាងលើហ្នឹងគឺគាត់អត់ព្រមទេហើយក៏ជនជាតិកូរ៉េបាទមួយក្រុមហ្នឹងបាទធ្វើការវាយប្រើប្រាស់អំពើហិង្សាទៅលើបងស្រីដោយបងស្រីគាត់បានបញ្ជាក់ថាបាទផ្ទះក្បាលគាត់យកផ្ទះយកតែម្ដងបាទប្រិមិត្តចំនួនបាទប្រហែលជា2ទៅ3ដៃបាទប្រិមិត្តឥឡូវនេះសមត្ថកិច្ចបាទធ្វើការនាំបងស្រីខាងលើហ្នឹងគឺបាទយកទៅសាកសួរឲ្យជុំវិញករណីខាងលើនេះបាទប្រិមិត្តបាទប្រិមិត្តទូទាំងជនខ្ញុំសូមបញ្ជាក់ផងដែរបន្ទាប់ពីមានហេតុការណ៍នឹងកើតឡើងបាទជនជាតិបាទកូរ៉េមួយក្រុមហ្នឹងធ្វើការសួរទៅបងស្រីបាទសួរថាចង់តាក់ទងទៅប៉ូលីសមែនបាទប្រិមិត្តហើយបងស្រីហ្នឹងក៏គាត់បានប្រាប់ទៅវិញថាខ្ញុំនឹងតាក់ទងទៅបងប្អូនសាច់ញាតិរបស់ខ្ញុំក៏ដូចជាសមត្ថកិច្ចបាទបន្ទាប់ពីជនជាតិកូរ៉េមួយក្រុមហ្នឹងបានឮបងស្រីនិយាយបែបនេះក៏គាត់បាទភ័យពេកបាទជនជាតិកូរ៉េមួយក្រុមហ្នឹងភ័យពេកក៏យកថ្នាំបាទទាំងអស់ហ្នឹងគឺយកទៅបោះចោលទៅក្នុងប្រគុណហើយធ្វើការចុចទឹកប៉ុន្តែចុចហ្នឹងគឺអត់ទៅទេបាទប្រិមិត្តដែលបងស្រីគាត់បានចូលបន្ទប់ទឹកពីក្រោយហ្នឹងក៏គាត់បានបាទថតនៅវត្ថុតាងដែលបរោះដែលជាជនជាតិកូរ៉េមួយក្រុមហ្នឹងធ្វើការបាទទម្លាក់ថ្នាំហ្នឹងគឺចូលក្នុងប្រគុណដើម្បីចុចទឹកបំបត្តិផោះតាងបាទប្រិមិត្តប៉ុន្តែបងស្រីគាត់ចូលទៅតន់ហ្នឹងគឺគាត់បានថតបាទហើយឥឡូវនេះបាទបងស្រីក៏គាត់បានទំនាក់ទំនងទៅសមត្ថកិច្ចដែរហើយលោកក៏បានឆ្លងមកដល់នឹងទីតាំងកន្លែងកើតហេតុនឹងធ្វើការនាំបាទបងស្រីខាងលើហ្នឹងគឺយកទៅប៉ោះឲ្យដើម្បីធ្វើការសាកសួរជុំវិញករណីខាងលើនេះបាទប្រិមិត្តអរគុណណាប្រិមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនារកការផ្សាយគណៈពេលនេះខ្ញុំបាទហៅមេសារួមទាំងបងប្អូនរដ្ឋក៏សូមបញ្ចប់នឹងការផ្សាយទាំងនេះបើសិនជាមានពាក្យពេចន៍និងកាយវិការត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសពីសំណាក់ប្រិមិត្តផងបាទជុំវិញករណីខាងលើនេះយើងគ្រាន់តែផ្សព្វផ្សាយជាព័ត៌មានបឋមមួយទេហើយព័ត៌មានយ៉ាងណាទៀតនោះយើងនឹងធ្វើការអាប់ដេតនៅលើគេហទំព័រនិង website STTVB សូមអរគុណនិងសូមគោរពលាផលិតផលថ្មីរបស់ JBL ឆ្នាំ2025បានមកដល់ហើយ JBL Charge 6 JBL Flip 7 និង JBL Party Box Encore 2លោកអ្នកអាចស្វែងរកផលិតផលថ្មីទាំងនេះបាននៅគ្រប់បណ្ដាសាខា Nano Sound ទូទាំងប្រទេសឬបញ្ជាទិញតាមរយៈ app NTH Mall Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ